Trong đây đại chúaធ្លាប់បានដាក់ចេញនៅពាក្យស្លោកបើកែតម្រង់រស់មិនកែតម្រង់ជាស្លាប់ពាក្យនេះគឺមានអត្ថន័យនិងត្រឹមត្រូវគ្រប់កលៈទេសៈទាំងអស់គ្រប់ស្ថាប័នមិនថារដ្ឋនិងឯកជនត្រូវធ្វើការកំណែតម្រង់ថ្ងៃមុននៅក្នុងទិវាអតីតយុទ្ធជនកាលពីថ្ងៃទី15ខ្ញុំបាននិយាយអំពីការធ្វើកំណែតម្រង់ក្រសួងការពិជាតិដោយដាក់ទិសដៅនៅក្នុងការបង្រួមក្បាលពង្រីកខ្លួននិងតាមរយៈការកាត់បន្ថយនាយកដ្ឋានកាល័យនិងផ្នែកមួយចំនួនដើម្បីបង្រួមបញ្ចូលគ្នានៅកាល័យមួយចំនួនដែលមានភារកិច្ចស្តីងគ្នាខ្ញុំឃើញថាមានការសាទរជាច្រើនប៉ុន្តែក៏មានការចោទជាសំណួរហើយខ្ញុំឃើញមានសំណួរមួយចំនួននោះគឺសួរថាមានការលើកឡើងមួយនោះខ្ញុំលើកថាការកែតម្រង់បង្រួមល្អហើយប៉ុន្តែផ្អែកលើមូលដ្ឋានអីប្រយ័ត្នផ្អែកថាតិចកាត់មូលដ្ឋានកាត់កន្លែងដែលមនុស្សដែលខ្លួនឯងមិនស្រឡាញ់ប្រធានស្ថាប័នថាមិនចូលចិត្តនឹងកាត់ចោលត្មងស្អីទៅខ្ញុំសូមបញ្ជាក់ចេះតើមូលដ្ឋានអីនៅក្នុងការធ្វើកំណែតម្រង់ការកំណែតម្រង់នៅស្ថាប័នអគ្គនាយកដ្ឋានពន្ធដារមិនខុសពីការកំណែតម្រង់រដ្ឋនៅក្នុងអាណត្តិនេះអត្ថិភាពមួយសំខាន់វិធានកលឹះមួយសំខាន់គឺការកំណែតម្រង់រដ្ឋបាលសាធារណៈគឺយើងធ្វើការវិភាគមុខងារនិងការកំណែតម្រង់បណ្ដាស្ថាប័នមួយចំនួនហើយខ្ញុំសូមបញ្ជាក់ថាចេះទី1គោលការណ៍កំណែតម្រង់នេះមិនមែនជារឿងថ្មីទេហើយទី2ក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយពីមានសង្គ្រាមនោះទេគ្រប់ស្ថាប័នរដ្ឋបានដាក់ចេញតាំងពីដើមអាណត្តិប៉ុណ្ណេះមកដល់ម៉ោងនេះក្រសួងមុខងារសាធារណៈគណៈកម្មការកំណែតម្រង់យើងបានធ្វើការឲ្យ6ដណ្ដប់ស្ថាប័នក្រសួងស្ថាប័នបានធ្វើការកែសម្រួលហើយក្នុងនោះទូទាំងរដ្ឋាភិបាលមកដល់ម៉ោងនេះក្រោយពីការពិនិត្យ16ក្រសួងស្ថាប័ននេះយើងមានគម្រោងរហូតដល់កែសម្រួលកាត់បន្ថយ3អគ្គនាយកដ្ឋាន30នាយកដ្ឋាននៅតាមបណ្ដាក្រសួងផ្សេងបាទហើយនៅបន្តធ្វើតទៅទៀតទី2តើការកំណែតម្រង់ការកែសម្រួលកាត់បន្ថយឬកែសម្រួលមុខងារទូនាទីឬបង្កើតបានន័យថាកែនេះទោះបីជាយើងដាក់អភិក្រមពង្រឹងជាជាងពង្រីកកន្លែងខ្លះចាំបាច់ត្រូវតែបង្កើតដើម្បីឲ្យទាន់សភាពការឧទាហរណ៍ថាយើងដើរទៅបីហ្នឹងឥឡូវវាវិវត្តទៅ AI បើយើងមិនរៀបចំបង្កើតយន្តការឬមួយក៏ផ្នែកទទួលបន្ទុក AI សម្រាប់ពន្ធដារទេយើងនៅចោលអញ្ចឹងអ្វីដែលសំខាន់គឺយើងមានយន្តការច្បាស់លាស់មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នគិតថាបង្កើតទៅនេះដើម្បីលើកទឹកចិត្តអ្នកនេះបង្កើតមកយុគដ្ឋានឲ្យទៅឬមួយក៏មិនចូលចិត្តអ្នកនេះលុបយុគដ្ឋានចោលអត់ទេអានឹងដែលការលើកនៅក្នុងសំណួរចោទតាមប្រព័ន្ធបណ្ដាញសង្គមដែលខ្ញុំទទួលស្គាល់ការកង្វល់ប៉ុន្តែយើងក៏អាចយកមកបញ្ជាក់ប៉ុណ្ណេះគឺយើងមានយន្តការវាយតម្លៃច្បាស់លាស់ក្រសួងមុខងារសាធារណៈពិគ្រោះយោបល់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការសម្រេចឆ្លងធ្វើយ៉ាងណាដើម្បីឲ្យការងារនេះបានសក្តិតើត្រូវលុបត្រូវកែមុខងារត្រូវបង្រួមគ្នាឬត្រូវបង្កើតអញ្ចឹងនៅក្នុងរដ្ឋាភិបាលយើងបានកែសម្រួលច្រើនហើយនៅក្នុងអាណត្តិនេះយើងនឹងជំរុញឲ្យគ្រប់ស្ថាប័នអាចធ្វើក្រសួងខ្លះនៅរក្សាដដែលក្រសួងខ្លះកាត់បន្ថយអគ្គនាយកដ្ឋានគឺឬមួយបង្រួមទៅនេះ